ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមកបន្តភាសារឿងទូលីពេជ្រយើងទៀតណានៅពេលដែលលោកលាវនិយាយបែបនោះមកកាន់យីយ៉នហើយយីយ៉នគាត់ក៏បានគាត់ក្នុងចិត្តស៊ូប្រហែលជាមានអារម្មណ៍មិនល្អទេនៅពេលដែលមានមនុស្សដែលមិនធ្លាប់ស្គាល់មកនៅចិត្តបែបនេះវាថាស៊ូនឹងគាត់ឆាប់មានប្រតិកម្មជាមួយនឹងមនុស្សដែលអត់ស្គាល់ឬក៏គាត់រៀងខ្មាស់អៀនអីចឹងណាបានលោកលាវនឹងគាត់ដេញយីយ៉នយើងចាញ់នៅពេលដែលលោកលាវនិយាយបែបនោះភ្លាមគឺថានៅក្នុងបន្ទប់នឹងគឺមានភាពស្ងៀមស្ងាត់ទាំងអស់គ្នាហ្មងអត់ដឹងថាត្រូវនិយាយអីជាមួយនឹងគាត់ទេដោយសារតែមើលអាកប្បកិរិយារបស់គាត់ទៅគឺដឹងហើយទៅលោកលាវក៏បានសុំទោសទៅកាន់ស៊ូតើមិញហ្នឹងខ្ញុំមានធ្វើឲ្យខុសឆ្គងអីថងណាស៊ូក៏បានតបខ្ញុំគ្រាន់តែសួរថាគាត់ជានរណាតើហេតុអីក៏លោកក៏ប្រតិកម្មមែនហើយខ្ញុំក៏មិនមែនជាមនុស្សដែលខ្មាស់អៀនអីដូចមុនទៀតដែរហើយនៅពេលដែលលោកនិយាយចឹងនៅធ្វើឲ្យគាត់គិតថាខ្ញុំគឺជាមនុស្សចម្លែកអីលោកលាវគាត់នៅតែនិយាយបែបបារម្ភជាមួយនឹងគេដដែលហ្នឹងមនុស្សគ្រប់គ្នាគេដឹងថាឯងគឺជាមនុស្សម្នាក់ដែលខ្មាស់អៀនជាមួយនឹងមនុស្សដែលមិនធ្លាប់ស្គាល់អញ្ចឹងទៅគ្រាន់តែនិយាយការពារខ្លួនឯងជាមុនសិនទៅគឺបាននៅពេលនោះដែរអ្នកដឹកនាំហានក៏បានប្រាប់ទៅកាន់ស៊ូការងារយើងគឺមមាញឹកច្រើនណាស់អញ្ចឹងខ្ញុំអត់ទាន់មានឱកាសណែនាំអ្នកទាំងពីរឲ្យអ្នកស្គាល់ទេអ្នកដឹកនាំហានក៏បានចោលទៅកាន់យីយ៉នម្នាក់នេះគឺជាសមាជិកថ្មីបំផុតនៅក្នុងក្រុមរបស់យើងហើយយីយ៉នក៏បានណែនាំខ្លួនទៅសួស្ដីខ្ញុំឈ្មោះសៅយីយ៉នទាំងអស់គ្នាបើសិនជាខ្ញុំហៅទៅក៏យីយ៉នខុសអីកុំប្រកាន់ណាដោយសារតែវាជាភាសាកូរ៉េអញ្ចឹងទៅខ្ញុំមិនសូវចេះហៅប្រហែលនេះខ្ញុំមិនដឹងថាត្រូវហៅសៅឬក៏ហៅស៊ឺទេហើយស៊ូក៏បានតបទៅរីកដែលបានស្គាល់នេះខ្ញុំមានឈ្មោះថាស៊ូដែលជាអ្នកថតរូបកន្លែងហ្នឹងគឺចង់មានន័យថាគេជួគាត់ទៅថតផលិតកម្មអីផ្សេងចឹងទាំងអស់គ្នាហើយមិញហ្នឹងក៏គួរតែសុំទោសចំពោះអាកប្បកិរិយារបស់ខ្លួនដែរដោយសារតែគាត់មិនដែលគាត់អញ្ចឹងពីមុនមកទេគាត់តែឆាវនៅពេលដែលបើកអាជីវកម្មហ្នឹងមកទេនៅក្រៅយីយ៉ននិយាយថាមិនទេប៉ុន្តែនៅក្នុងចិត្តវិញគាត់ដល់ថ្ងៃនោះគឺនៅពេលនោះយីយ៉នគាត់បានសួរទៅកាន់លោកលាវថាគឺជាមនុស្សប្រុសល្អមែនហើយលោកលាវគាត់ឆ្លើយទាំងហួសចិត្តថាមិនដែលជួបមនុស្សណាដែលសួរគាត់អញ្ចឹងពីមុនមកទេកំពុងតែគិតសោកហ្នឹងអាចារ្យយើងក៏បានមកហៅលោកលាវឲ្យជួយបិទផ្ទាំងរូបថតនៅខាងក្រៅដឹកនាំហានយើងក៏បានពុះស៊ូហ្នឹងទៅការយ៉ាឡៃដើម្បីឲ្យមើលរបស់អីមួយចំនួនដែរពួកគេទាំងអស់គ្នាក៏បាននាំគ្នាចាក់ចេញទៅអស់ហើយនៅសល់តែជូហានហើយនឹងយីយ៉នយើងទេជូហានក៏បានប្រាប់ទៅកាន់យីយ៉នថាមិនបាច់យកពីសម្ដីលោកលាវនិយាយមិញហ្នឹងដល់ក្នុងចិត្តទេក៏គ្រាន់តែចង់និយាយដើម្បីការពារលោកស៊ូតែប៉ុណ្ណោះយីយ៉នក៏បានតបតឲ្យច្រើនដែរប៉ុន្តែក៏បានកើតក្នុងចិត្តថាពួកគេទាំងអស់គ្នាហ្នឹងមើលទៅគឺអត់ដូចបេតាទេហើយសាច់រឿងយើងក៏បានកាត់មកដល់នៅពេលយប់ដែលយីយ៉នក៏បានមកអង្គុយនៅហាងមួយកន្លែងដែលហាងនឹងដែរគឺជាកន្លែងធ្វើការរបស់ណូណាហើយយីយ៉នរបស់យើងហ្នឹងក៏កំពុងតែមើលរូបថតមួយចំនួនដែលគាត់ថតជាមួយនឹងយូនីហើយនឹងជូហានទាំងអស់គ្នាយើងស្គាល់ឈ្មោះអាចារ្យយើងឯណាអាចារ្យយើងគឺមានឈ្មោះថាយូនីហើយគឺឈ្មោះគេឡើងខ្ជូតតែហាងរបស់គេនឹងដែរគឺមានឈ្មោះថាអូបជូឈើហើយពីរនាក់ហ្នឹងយកយីយ៉នយើងទៅថតម៉ូដកៅអៅជាមួយនឹងគ្នាកាមេរ៉ាមែនវិញគឺជាលោកលាវយើងនឹងឯងគ្មានណាគេទេកំពុងតែមើលសក់ហ្នឹងណូណាក៏បានមកសួរយីយ៉នណាបានកុំព្យូទ័រហ្នឹងមកពីណាចឹងយីយ៉នណាក៏បានឆ្លើយទៅអ្នកដឹកនាំហាងហ្នឹងក៏បានឲ្យខ្ញុំខ្ចីសិនហ្នឹងណាមួយខ្ញុំក៏ចង់រៀនរចនាប័ណ្ណមួយចំនួនដែរព្រោះឥឡូវនេះការងារដែលខ្ញុំធ្វើហ្នឹងគឺវាមមាញឹកខ្លាំងខ្ញុំនៅតែមិនសូវបកកែប្រហែលទេប៉ុន្តែពួកគេបានយកការផ្សាយពាណិជ្ជកម្មនិងការតាំងពិព័រណ៍ហ្នឹងមកផ្អែកលើរូបគំនូររបស់ខ្ញុំណូណាក៏សួរទៅកាន់យីយ៉នទាំងភ្ញាក់ផ្អើលពិតអត់វាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងសម្រាប់ការសាកល្បងលើកដំបូងរបស់ឯងហើយយីយ៉នណាក៏បានបន្តសួរទៅកាន់ណូណាទៀតពួកគេទាំងអស់គ្នានិយាយថាខ្ញុំនឹងអាចត្រូវបញ្ជូនទៅហុងកុងដើម្បីអាជីវកម្មបន្តពីការបញ្ចប់តាំងពិព័រណ៍នេះតើណូណាឯងគិតថាវានឹងមិនអីអត់បើសិនជាខ្ញុំទៅណូណាក៏បានតបថាវាមិនអីទេបើសិនជាប៉ារបស់ខ្ញុំគាត់ចង់រកខ្ញុំមែនណាគឺគាត់នឹងរកឃើញហើយឥឡូវនេះហូហើយឯងក៏កុំបារម្ភអីមនុស្សដែលគាត់ចង់បញ្ចេញកំហឹងដាក់គឺជាខ្ញុំហើយនឹងយីហានដូច្នេះឯងគ្រាន់តែរស់នៅតាមបែបជីវិតដែលឯងចង់បានទៅគឺបានហើយពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នាលេងសោកនឹងក៏មានភ្ញៀវដើរចូលមកហើយសាច់រឿងយើងក៏បានកាន់មកដល់ថ្ងៃស្អែកនៅពេលព្រឹកវិញម្ដងដែលពីរនាក់ហ្នឹងបានយកយីយ៉នយើងមកថតម៉ូដកៅអៅទៀតហើយម៉ូដកៅអៅលើកនេះគឺថាសមនឹងយីយ៉នហ្មងហើយឡើងស្អាតហ្មងពីរនាក់ហ្នឹងបានសាយប្រាប់យីយ៉នក៏មើលមកកាមេរ៉ាហើយកុំខ្មាស់អៀនពេកលឿនឡើងធម្មតាតែជាលើកដំបូងគឺតែងតែអៀនតិចតួចចឹងហើយយីយ៉នគាត់និយាយទាំងទប់មុខហ្មងខ្ញុំមិននឹកស្មានថាពីរនាក់ឯងធ្វើឲ្យខ្ញុំខ្លាចជាតារា model អញ្ចឹងទេហើយមួយទៀតខ្ញុំក៏មិននឹកស្មានដែរថាពួកយើងមកធ្វើវានៅផ្ទះលោកលាវអញ្ចឹងសោះនិយាយតាមហត់ពីមាត់ផងលោកលាវក៏បាននិយាយពីចង្អាយមកខ្ញុំមិនដែលឃើញតារា model នេះពីមុនមកទេហើយគឺថាឈរនិយាយនៅគ្រាទ្វារហ្នឹងឡើងចាស់រៀងសង្ហាហ្មងហើយក៏នៅតែបន្តសួរទៀតដែរតើនៅថតទៀតមែនហើយលោកលាវយើងណាក៏បានដើរចុះមកដល់និយាយថាបកគោកាមេរ៉ាយើងមកចាប់ខ្ញុំមកសាកថតរូបឲ្យពី3ស្លឹកមើលចំណែកឯយីយ៉នវិញណាគឺថាគាត់ពងអៀនណោះហេលើមកលោកលាវក៏សុំខ្លួនថតឲ្យទៀតយូនីក៏គាត់បានប្រាប់ដែរកុំបារម្ភអីលោកលាវគឺថាគាត់បកកាយថតរូបណាយីយ៉នណាគាត់នៅតែនិយាយទាំងមុខហមអញ្ចឹងនោះវាមិនមែនជាបញ្ហាទេហើយលោកលាវក៏កំពុងតែមើលកាមេរ៉ាបដាហ្នឹងក៏ប្រាប់ឲ្យយីយ៉នហ្នឹងអង្គុយទៅលើដីហើយដាក់ជើងឲ្យត្រង់ទៅចាំគាត់ថតឲ្យហើយក៏បានប្រាប់យូនីហ្នឹងឲ្យរៀបចំកន្លែងហ្នឹងដែរយីយ៉នណាក៏បានអង្គុយ
តាមលោកលាវនឹងប្រាប់អុយកន្លែងហ្នឹងយឺយន់ខ្ជូតខ្លាំងហើយលោកលាវក៏បានបន្តប្រាប់ទៀតឲ្យដាក់ដៃទៅក្រោយហើយនឹងផ្អៀងទៅក្រោយបន្តិចបន្ទាប់មកហ្នឹងលើកចកាឡើងលើហើយមើលចុះទៅក្រោមបន្ទាប់មកទប់ចកាឲ្យនឹងហើយងើយមុខឡើងលើយឺតតាមតែអាចធ្វើបានយាយណាក៏ធ្វើតាមទាំងអស់ហ្មងតែលើហើយណា1 2 3កាមេរ៉ាហ្នឹងគឺវានៅចិត្តយឺយន់ពេកហើយគាត់ក៏បានងាកមុខចេញហើយលោកលាវក៏បានសាយប្រាប់ដែរក៏ងាកក្បាលចេញអីបានបន្តិចហ្នឹងហើយលោកលាវក៏បានដាក់កាមេរ៉ាចុះហើយក៏បានសួរទៅកាន់យីយ៉នថាការងារហ្នឹងវាយ៉ាងម៉េចដែរយីយ៉នក៏បានឆ្លើយដែរថាខ្ញុំកំពុងតែស៊ាំនឹងវាហើយយីយ៉នក៏គាត់កំពុងតែគិតក្នុងចិត្តដែរថាហេតុផលខ្លះវាធ្វើឲ្យមុខរបស់ខ្ញុំហ្នឹងឡើងក្រហមហើយលោកលាវក៏បានទាញកាមេរ៉ាយមបន្តទៀតហើយក៏បានសួរទៅកាន់យីយ៉នដែរតែយីយ៉នហ្នឹងមានមនុស្សដែលខ្លួនចូលចិត្តគឺនរណាម្នាក់ដែលឯងធ្លាប់ចូលចិត្តហើយសាកសម័យពីមនុស្សម្នាក់ដែលកំពុងប្រាប់ឯងថាគេមានអារម្មណ៍ចំពោះឯងយីយ៉នក៏បានតបទេប៉ុន្តែក៏បានគិតក្នុងចិត្តថាវាដែលមានឡើយលោកលាវក៏បាននិយាយអីទៀតដែរហើយក៏បន្តថតឲ្យយីយ៉នទៀតនៅពេលដែលគាត់ថតចប់ហ្នឹងក៏បាននិយាយថាខ្ញុំគិតថាពួកយើងទៅតែទទួលបានឱកាសដ៏ល្អមួយទេថតចប់អស់ហើយហ្នឹងពួកគេទាំងអស់គ្នាក៏មកអង្គុយជុំគ្នាញ៉ាំអីធម្មតានៅពេលដែលយូនីក៏កំពុងតែអង្គុយមើលរូបថតហ្នឹងក៏បានសួរទៅកាន់លោកលាវថាតើលោកលាវក៏បានដាក់ឡេនឲ្យយីយ៉នមែនឬក៏ដាក់អីផ្សេងយីយ៉នគាត់តែគាត់លឺអញ្ចឹងក៏ថាឆ្លក់ទឹកចេញមកលោកលាវក៏បាននិយាយដែរយើងគឺត្រូវតែយកចិត្តទុកដាក់បន្តិចឯងដើម្បីទទួលបានរូបថតស្អាតហើយបើសិនបើឯងអត់ចូលចិត្តទេឯងលុបវាចោលទៅយីយ៉នគឺថាគាត់គិតក្នុងចិត្តថាមានអីក្រៅពីការខ្មាស់អៀនទេហើយនៅពេលនោះដែរលោកលាវក៏បាននិយាយមកកាន់យីយ៉នថាយីយ៉នគឺថាមានរាងស្អាតខ្លាំងមែនតើហើយខ្ញុំមិនដែលចារអារម្មណ៍ពីមុនមកទេក៏ព្រោះតែឯងនឹងតែងតែសៀកខោវែងហើយខ្ញុំក៏មិននឹកស្មានថាខ្ញុំបានឃើញឯងពាក់ដែលគ្មានអាវយឺតឆ្នោតដែរដោយសារតែយីយ៉នគាត់តែងតែសៀកខោវែងហើយនឹងអាវយឺតឆ្នោតតែដល់ពេលគាត់ពាក់បែបអញ្ចឹងម្ដងទៅឡើងស្អាតយីយ៉នក៏បាននិយាយអីចេញមកក្រៅដែរប៉ុន្តែក៏បានគិតក្នុងចិត្តដែរចំពោះគាត់ខ្ញុំគ្រាន់តែជាប្រធានបទសម្រាប់កាមេរ៉ាទេមិនមែនជាមនុស្សដែលគាត់មានអារម្មណ៍ចំពោះឡើយនោះហើយគឺជាមូលហេតុដែលគាត់អាចនិយាយអ្វីទាំងអស់ហ្នឹងដោយមិនបាច់មើលក៏ដឹងដែរតែពេលហ្នឹងដែរអាចារ្យយើងក៏បានសួរទៅកាន់លោកលាវថានៅពេលដែលរសារនរណាម្នាក់ថាមានរាងស្អាតហ្នឹងវាអត់ពាក់ព័ន្ធនឹងរឿងផ្លូវភេទណាលោកលាវក៏បានតបដែរខ្ញុំខំនិយាយឲ្យវាស្ដាប់ទៅដូចធម្មតាតែហេតុអីក៏វាត្រូវពាក់ព័ន្ធនឹងរឿងហ្នឹងវិញហើយយូនីហ្នឹងក៏បានបន្តនិយាយទៀតដែរលោកលាវអាចញ៉ៃជាមួយនឹងអាគេផ្សេងបានប៉ុន្តែអាចញ៉ៃជាមួយនឹងយីយ៉នតូចរបស់យើងបានទេលោកលាវក៏បានតបដែរកុំគិតដល់ឋានៈហ្នឹងអីយីយ៉នក៏មានអីនិយាយចេញមកក្រៅជាមួយនឹងគេទេប៉ុន្តែក៏បានគិតក្នុងចិត្តថាលោកលាវគឺជា Golden Alpha ដូច្នេះហើយមានអ្នកចង់បានគាត់ច្រើនណាស់មិនដូចខ្ញុំទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាគាត់កំពុងតែសម្លឹងមើលមកកាន់ខ្ញុំពីអ្នកនោះទាញកាមេរ៉ាខ្ញុំមកថតយីយ៉នយើងទៀតដែរហើយយីយ៉នយើងឡើងភ្ញាក់ហ្មងមើលទៅពួកគេទាំង4នាក់ហ្នឹងគឺថាមកពេចដេចម្ដងហ្នឹងសប្បាយខ្លាំងមែនតើនៅពេលហ្នឹងដែរយូនីក៏បានសួរទៅកាន់យីយ៉នថាចង់ទៅប្រូសម្លៀកបំពាក់អត់ហើយយីយ៉នក៏បានឆ្លើយហ្នឹងហើយខ្ញុំក៏ចង់ទៅលុបលាងមុខអីដែរហើយគឺថាលុបលាងមុខនៅផ្ទះលោកលាវនឹងឯងលោកលាវក៏បានប្រាប់ដែរថាចង់ប្រើអីប្រើទៅប្រើតាមចិត្តទៅយីយ៉នក៏បានអរគុណហើយក៏ដើរចេញទៅនៅពេលដែលយីយ៉នក៏បើកទ្វារចូលហ្នឹងក៏បានគិតក្នុងចិត្តដែរតាមពិតទៅវាគ្រាន់តែជាផ្ទះដ៏ស្ងប់ស្ងាត់មួយយើងស្មានតែផ្ទះរបស់គាត់ហ្នឹងនៅអគារខ្ពស់តាហើយនេះគឺជាបន្ទប់ទទួលភ្ញៀវមែនមើលទៅវាមានច្រកវែងហើយវាអត់មានប្អួយទេនៅពេលដែលយីយ៉នគាត់បានដើរចូលទៅដល់ក្នុងបន្ទប់ទទួលភ្ញៀវនឹងហើយក៏បានឃើញរូបគំនូរមួយហើយក្នុងចិត្តរបស់គាត់ហ្នឹងគឺថាភ្ញាក់ផ្អើលខ្លាំងមែនតើហើយក្នុងចិត្តរបស់គាត់ក៏បានគិតដែរគ្រាន់តែបានឃើញរូបគំនូរនឹងភ្លាមគឺថាដូចជាមានកបិតមួយចាក់ចំពោះរបស់គាត់ចឹងវាដូចជាគ្រាប់បែកដែលផ្ទុះនៅកន្លែងដែលស្ងប់ស្ងាត់មួយអត់មានអ្នកដឹងចឹងនៅពេលនោះដែរលោកលាវក៏បានដើរមកពីក្រោយហើយក៏បានសួរទៅកាន់យីយ៉ននឹងបានរកបន្ទប់ដើម្បីផ្លាស់ប្ដូរសម្លៀកបំពាក់នឹងឃើញនៅខ្ញុំគិតថាឯងអត់ទាន់ស្គាល់ច្បាស់នឹងទៅខ្ញុំមកមើលប៉ុន្តែយីយ៉នក៏បានតបទេហើយលោកលាវក៏បានងាកឃើញរូបគំនូរហ្នឹងហើយក៏បានសួរទៅកាន់យីយ៉នទៅតែឯងចូលចិត្តវាមែនហើយលោកលាវក៏បាននិយាយប្រាប់ទៅវិចិត្រករដែលគូគំនូរហ្នឹងឡើងមកគឺមានអាយុត្រឹមតែ16ឆ្នាំទេនៅពេលដែលគូវាហើយវាពិតជាអស្ចារ្យមែនអត់ហើយតែឯងមើលឃើញអីខ្លះនៅក្នុងរូបគំនូរហ្នឹងយីយ៉នក៏បានឆ្លើយថាគឺថាការដាក់តម្លៃពីគ្នាលោកលាវគ្រាន់តែលើយីយ៉ននិយាយអញ្ចឹងគឺថាគាត់គាំងហ្មងហើយក៏បាននិយាយដែរគឺថាមានតែគេដឹងរឿងហ្នឹងទេពីមុនមកយីយ៉នចាប់ពីពេលនេះតទៅខ្ញុំគួរតែឲ្យឯងស្រីកដាស់ណែនាំឲ្យខ្ញុំហើយយីយ៉នក៏បានបន្តនិយាយអំពីរូបគំនូរហ្នឹងទៀតរូបភាគច្រើននិយាយថាវានិយាយអំពីរឿងស្នេហាមនោសញ្ចេតនាដែលពណ៌របស់វាហ្នឹងគឺវាមានភាពកក់ក្ដៅបើទោះបីជារចនាបថហ្នឹងវាមានពណ៌រាងដុតបន្តិចក៏ដោយហើយតួអង្គទាំងពីរនៅក្នុងហ្នឹងគឺហាក់ដូចជាស្រឡាញ់គ្នាខ្លាំងក៏ព្រោះតែពួកគេហ្នឹងកំពុងតែពឹងពាក់គ្នាទៅវិញទៅមកហើយទៅលោកលាវក៏បានសួរទៅកាន់យីយ៉នតើឯងដឹងវាបានដល់យ៉ាងម៉េចហើយយីយ៉នក៏បានបែរមកដោយនិយាយថាក៏ព្រោះតែវាគឺជាគំនូររបស់ខ្ញុំគ្រាន់តែលើបែប
បែបនឹងភ្លាមលោកលាវយើងគឺថាបើកភ្នែកធំៗកាំងតែម្ដងហើយសាច់រឿងរបស់យើងហ្នឹងក៏បានកាត់ទៅដល់នៅពេលដែលយាយយន្តយើងគាត់នៅតូចដែលពុករបស់យាយយន្តហ្នឹងគាត់គឺជាវិចិត្រករហើយចំណែកម្ដាយរបស់យាយយន្តវិញគាត់គឺជាអ្នកធ្វើគំនូរអាជីវចរអញ្ចឹងណាហើយទោះបីជាជីវភាពរបស់យើងហ្នឹងវារៀងក្រីក្រមែនប៉ុន្តែគឺមានសុភមង្គលខ្លាំងហើយយាយយន្តតូចហ្នឹងក៏បាននិយាយថាក្មេងៗទាំងអស់ហ្នឹងនិយាយថាពុកម្ដាយរបស់គេហ្នឹងស្រឡាញ់គេជាងអ្វីៗទាំងអស់ហើយចុះខ្ញុំវិញហើយប៉ារបស់យាយយន្តក៏បានតទៅកាន់យាយយន្តតែឯងកំពុងតែនិយាយពីអីហ្នឹងជាការពិតថាពួកយើងគឺស្រឡាញ់ឯងខ្លាំងបំផុតហើយយាយយន្តក៏បាននិយាយទៀតដែរអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងហើយខ្ញុំក៏ចង់ខ្លាចជាផ្នែកមួយនៅក្នុងនោះដែរខ្ញុំក៏ចង់ខ្លាចទៅជាមនុស្សដែលគេស្រឡាញ់ខ្លាំងបំផុតដែរហើយប៉ាម៉ាក់របស់យាយយន្តហ្នឹងគឺថាគេអត់ដឹងនិយាយមកជាមួយកូនទេគឺថាមុខគ្នាតែម្ដងហើយប៉ារបស់យាយយន្តហ្នឹងគាត់ក៏សួរទៅកាន់យាយយន្តថាតើចង់ដឹងថាពួកគាត់ទាំងពីរនាក់ហ្នឹងជួបគ្នាដោយរបៀបណាអត់គឺពីដំបូងឡើយហ្នឹងខ្ញុំធំធាត់ឡើងនៅសមុទ្រខាងកើតហើយវានៅឆ្ងាយហើយក៏បានផ្លាស់ប្ដូរមករៀននៅមហាវិទ្យាល័យនៅទីក្រុងសេអ៊ូលវិញហើយគ្រួសាររបស់ខ្ញុំហ្នឹងតែងតែសង្ឃឹមថាខ្ញុំទៅសាលារៀនរាល់ថ្ងៃហើយនឹងទទួលបានការងារល្អមួយប៉ុន្តែផ្ទុយទៅវិញគឺខ្ញុំស្រឡាញ់ខាងគូគំនូរខ្លាំងហើយខ្ញុំក៏បានជប់រៀននៅមហាវិទ្យាល័យហ្នឹងដោយសម្ងាត់ហើយក៏បានចូលទៅរៀននៅសាលាសិល្បៈជំនួសវិញនៅពេលដែលប៉ាយាយយន្តគាត់និយាយចំហ្នឹងហើយម៉ាក់របស់យាយយន្តហ្នឹងគាត់ក៏បាននិយាយវិញម្ដងតែឯងដឹងអត់ប៉ាហើយនឹងជីតារបស់ម៉ាក់ពួកអ្នកទាំងពីរហ្នឹងគាត់គឺជាវិចិត្រករដ៏ល្បីហើយប៉ារបស់ម៉ាក់ហ្នឹងចង់ឲ្យម៉ាក់សិក្សាអំពីគំនូរពីលោកខាងលិចប៉ុន្តែម៉ាក់អត់ស្រឡាញ់ខាងគូរូបបែបអញ្ចឹងទេគឺម៉ាក់ស្រឡាញ់ខាងគូរូបតុក្កតាហើយម៉ាក់ក៏បានចេញពីផ្ទះបន្ទាប់មកហ្នឹងម៉ាក់ក៏បានជួបនឹងប៉ាឯងនៅក្នុងសាលាសិល្បៈហើយយាយយន្តហ្នឹងក៏បានសួរទៅហើយម៉ាក់ហ្នឹងចេញពីផ្ទះដែរមែនអញ្ចឹងអ្នកទាំងពីរសមគ្នាហើយប៉ារបស់យាយយន្តហ្នឹងក៏បានបន្តនិយាយទេបើសិនជាពួកយើងទាំងពីរនេះអត់មានគ្នាទេពួកយើងប្រហែលជាត្រូវបោះបង់ចោលបាត់ហើយម៉ាក់របស់យាយយន្តហ្នឹងក៏បាននិយាយដែរពួកយើងគ្រាន់តែជាដៃគូទេប៉ុន្តែគឺថាវាពិសេសជាងស្នេហាទៅទៀតអ្នកទាំងពីរបានចាត់ថ្ពាល់របស់យាយយន្តហើយបាននិយាយថាជាការពិតថាពួកយើងទាំងពីរគឺស្រឡាញ់ឯងខ្លាំងបំផុតការដែលមានឪពុកម្ដាយដែលមានទំនាក់ទំនងរឹងមាំបែបនេះវាគឺជារឿងដ៏អស្ចារ្យមួយប៉ុន្តែការខកចិត្តរបស់ពួកគេចំពោះឪពុកម្ដាយរបស់ពួកគេវាមិនដូចការខកចិត្តរបស់ខ្ញុំទេភាពទទេស្អាតនិងភាពស្ងប់ស្ងាត់គឺជាអ្វីដែលខ្ញុំកាន់ជាប់មករហូតពួកគេទាំងពីរនាក់គឺជាវិចិត្រករដូច្នេះហើយអ្វីដែលខ្ញុំកាន់នឹងដៃគឺជាជក់ប្រហែលជាខ្ញុំត្រូវតោងវាជាប់រហូតដើម្បីបំពេញភាពទទេស្អាតហើយនៅរដូវក្តៅនេះខ្ញុំមានអាយុ16ឆ្នាំខ្ញុំបានឈ្នះពានរង្វាន់នៅសាលាវិចិត្រសាស្ត្រធំមួយសម្រាប់រូបគំនូរមួយរបស់ខ្ញុំដែលគេហៅឈ្មោះរូបគំនូរនឹងថា Isolation រឿងរបស់យើងគឺចប់ត្រឹមហ្នឹងឯងទាំងអស់គ្នាហើយបើសិនជាមានការខុសឆ្គងទាំងណាអីកុំប្រកាន់អីណាហើយក៏សូមទោសមែនតើខ្ញុំចេញរឿងយឺតចឹងណាទាំងអស់គ្នាចាំជួបគ្នានៅភាគក្រោយទៀតណាបាយបាយ